Ok,ដោះស្រាយសមីការ x គុណ4បូកជាមួយនឹង 3x ការ៉េដក10ស្មើ0ចឹងអ្នកទាំងអស់គ្នាប្រហែលជាភាគច្រើនគាត់ដែលឃើញសមីការហ្នឹងឯងតែសមីការនេះគឺមានឈ្មោះថាសមីការ b ការ៉េសមីការនេះមានឈ្មោះថាសមីការ b ការ៉េចាសមីការ b ការ៉េគឺតម្រង់សេគុណ4សេគុណ2ហើយលេខចំនួនថេរហើយស្មើ0ចំពោះការដោះស្រាយគឺអ្នកទាំងអស់គ្នាត្រូវបំលែងសមីការដឺក្រេទី4នោះឲ្យទៅជាសមីការដឺក្រេទី2ដែលមានមួយអញ្ញត្តិចាអញ្ចឹងជំហានបន្តទៀតគឺអ្នកទាំងអស់គ្នាត្រូវជ្រើសរើសអញ្ញត្តិណាដែលយើងចង់តាំងណាដោយតាំងខ្ញុំជ្រើសយកតេស្មើជាមួយនឹង x ការ៉េអញ្ចឹងកន្លែងនៃ x សេគុណ4គឺមានន័យថាតេនឹងលើកជាការ៉េចា x សេគុណ4មានន័យថា x សេគុណ2ហើយលើកសេគុណ2ទៀតជាង x សេគុណ2គឺតេលើកសេគុណ2ទៀតគឺចេញតេការ៉េចាដែលលក្ខខណ្ឌតេនឹងត្រូវតែវិជ្ជមានហើយទៅបានតេនឹងត្រូវតែវិជ្ជមានចាដោយសារតែនេះត្រង់កន្លែងយើងតាំងនេះចាខ្ញុំមិនសិនជាអវិជ្ជមានយើងយកអត់ឧទាហរណ៍ដក1ស្មើ x ការ៉េតើមានចំនួនណាដែលលើកជាការ៉េទៅចេញលេខដក1អត់មានទេអញ្ចឹងបានលក្ខខណ្ឌអ្នកទាំងអស់គ្នាត្រូវឲ្យចាលក្ខខណ្ឌគឺតេហ្នឹងវាគឺធំជាង0ចាធំជាងឬស្មើ0លេខ0ក៏យើងយកដែរចាលក្ខខណ្ឌលើខចា0ក៏យើងយកដែរដោយសារ0លើកជាការ៉េទៅចេញ0បានចាអញ្ចឹងសមីការយើងចាសមីការខ្ញុំសរសេរសមីការដើមសិន x សេគុណ4បូកជាមួយនឹង 3x ការ៉េដកជាមួយ10ស្មើ0ចាវាប្រែคล้ายទៅជាអីចាប្រែคล้ายទៅជាសមីការតេការ៉េបូក 3t ដកជាមួយនឹង10ស្មើ0ជាអ្នកទាំងអស់គ្នាដោះស្រាយរកតេចារកតេឲ្យឃើញមកតេអាចឃើញ1ឬក៏តេអាចឃើញ2ចាឬក៏តេនឹងអាចគ្មានរឹសបើតេគ្មានរឹស x លើកខាងលើក៏គ្មានរឹសដែរចាបើតេមាន1ចុះចូលទៅរក x ទៅបើតេមានដល់ទៅ2តម្លៃក៏ចុះចូលដែរទៅ x ឃើញ4តម្លៃលេខចឹងទៅចាតាមជាក់ស្ដែងជាក្នុងការដោះស្រាយសមីការគឺអ្នកនរគ្នាធ្លាប់រៀនរួចហើយមានអីខ្លះមានដាក់ជាផលគុណកតាអញ្ចឹងឯងចាបែកតួកតាដាក់ជាផលគុណកតាមានដោះស្រាយទៅតាម discriminant ឬក៏បំពេញបានជារាងការ៉េជាដើមអញ្ចឹងវិធីសាស្ត្រមួយណាដែលងាយស្រួលជាងគេសម្រាប់អ្នកទាំងអស់គ្នាធ្វើតាមនឹងទៅចឹងខ្ញុំអាចដាក់វាជាផលគុណកតាអាចបំលែងជាផលគុណកតាដោយបែកតួកតាបានចាអញ្ចឹងខ្ញុំសេដាក់តេការ៉េខ្ញុំដាក់ថាដក 2t បូក 5t ចាអញ្ចឹងដក 2 បូក 5t នេះគឺចេញ 3t វិញចាដក10ស្មើ0ខ្ញុំចាប់តេជាកតាសតេដក2ខ្ញុំចាប់បូក5ជាកតាមកសតេដក2ស្មើ0អញ្ចឹងសតេដក2កតាឲ្យតេបូក5ស្មើនឹង0ចាអញ្ចឹងសមីការយើងមានរឹសទី1តេដក2ស្មើ0តេបូក5នេះស្មើជាមួយ0ចេះនាំឲ្យខាងលើតេស្មើ2ខាងក្រោមតេស្មើដក5ចាដក5គឺតូចជាង0ណាតូចជាង0យើងអត់យកទេដូចលក្ខខណ្ឌយើងមិញយើងប្រាប់ថាយើងអត់យកអាចលេខដែលតូចជាង0ទេយើងយកចាប់ពីលេខ0ក៏យើងយកដែរ0 1 2 3 4 5ចឹងទៅវិជ្ជមានចាអញ្ចឹងដោយយើងរកតេឃើញហើយប៉ុន្តែមិនទាន់ចប់ទេចាមិនទាន់ចប់ទេ x ការ៉េស្មើនឹងតេយើងតាំងមិញណាចាហើយតេស្មើនឹង2ចាអញ្ចឹងមានន័យថា x ការ៉េស្មើនឹង2នាំឲ្យ x ស្មើជាមួយនឹងបូកដកឬការ៉េនៃ2ចានេះសមីការយើងដឺក្រេទី4ប៉ុន្តែមានរឹសចំនួនតែ2ទេគឺបូកដកឬការ៉េនៃ2ដោយសារតែតម្លៃមួយទៀតគឺវាធ្វើឲ្យសមីការនឹងគ្មានរឹសចាអញ្ចឹងដូចនេះយើងឆ្លើយថាម៉េចចា x ស្មើជាមួយនឹងឬការ៉េនៃ2ឬណាសំទោសមែនហ្នឹងឯងឬ x ស្មើជាមួយនឹងដកឬការ៉េនៃ2ជារឹសសមីការចាប៉ុណ្្នឹងគឺចប់ហើយលំហាត់របស់យើង